សូមគោរពជំរាបសួរពុកម៉ែបងប្អូនអរគ្នាឥឡូវខ្ញុំសូមនាំអារម្មណ៍បងប្អូនមកមើលចំការចន្ទីមួយកន្លែងដែលការពីវគ្គបាញ់ជំរុះហើយជំរុញប្លោកត្រួយហ្នឹងប៉ះភ្លៀងហើយវាអត់តន់ចាញ់អញ្ចឹងក្រោយមកគឺខ្ញុំបានឲ្យគាត់បានប្រើប្រាស់ជាមួយនឹងបាឡែន1គីឡូវ៉ូឡូមអាប់2លីត្រនៅក្នុងទឹក1000លីត្រហើយមកដល់ថ្ងៃនេះគឺរយៈពេល5ថ្ងៃក្រោយបន្ទាប់ពីយើងបាញ់តោះទៅមើលទាំងអស់គ្នាបាទបងប្អូនអញ្ចឹងយើងឃើញថាត្រួយគឺចាញ់មកស្រស់គ្នាតែម្ដងហើយត្រួយដែលចាញ់មកនេះគឺបន្តកំពុំផ្កាមកតែម្ដងហើយមិនមែនតែដើមនឹងទេបងប្អូនបាទគឺចាញ់ច្រើនសឹងតែគ្រប់ដើមបាទនេះចាញ់មកស្រស់គ្នាខ្លាំងមែនតើនេះយើងមកដល់ដើមមួយទៀតហើយបងប្អូនបាទនេះឃើញថាចាញ់ត្រួយមកស្រស់គ្នាបាទហើយត្រួយនេះគឺបន្តជាត្រួយផ្កាមកតែម្ដងបងប្អូននេះបាទនេះកំពុំមកនេះបាទអញ្ចឹងនៅពេលដែលយើងបានត្រួយផ្កាអញ្ចឹងមកហើយវគ្គក្រោយបងប្អូនអាចបាញ់ចូលនាងម្លិះអង្គរអាតូមិកហើយនឹងកាល់បូរ៉ុនចូលបានបាទអញ្ចឹងសូមអរគុណពុកម៉ែបងប្អូនអរគ្នាសម្រាប់ការតាមដានទស្សនាវីដេអូរបស់ខ្ញុំកន្លងមកខ្ញុំនឹងជួបបងប្អូនអរគ្នានៅវីដេអូក្រោយ